សួស្តីបងប្អូនអរគ្នាចឹងចាថ្ងៃហ្នឹងចេញមកនិយាយបន្តិចពីតាក់ទងនឹងបងប្អូនមួយចំនួនគាត់ចេះតែឆានមកនាងខ្ញុំសួរអំពីបងជួយប្រាប់តិចតើហាងទៅទិញហាងដំបងចាប់ផ្ដើមទិញហាងដំបងហ្នឹងតើត្រូវដឹងអីខ្លះគួរបងជួយប្រាប់តិចមកខ្ញុំទុកចាប់ផ្ដើមថ្មីៗចឹងអត់ដឹងទេចឹងណាបងប្អូនអញ្ចឹងពីខ្ញុំទៅខ្ញុំប្រាប់តិចតួចទេបងប្អូនព្រោះខ្ញុំមិនមែនអ្នកជំនាញខ្លាំងអីណាស់ទេគ្រាន់តែគ្រាប់ជាមានបទពិសោធន៍អញ្ចឹងក៏ចែករំលែកតិចតួចទៅចឹងណាបងប្អូនធម្មតាពេលដែលយើងទៅទិញហាងទៅទិញអីចឹងយើងមិនតែងតែទៅមើលចំណូល income ហើយនឹងយើងសួរគេថារែនហាងតម្លៃប្រមាណហើយបងប្អូនពេលដែលទៅទិញហ្នឹងបងប្អូនសួរពីហ្នឹងហើយបងប្អូនត្រូវសួរទៀតថាតើ bidding ដែលហាងលំណាត់ហ្នឹង bidding ហ្នឹង bidding របស់ម្ចាស់ហាងលំណាត់ហ្នឹងឬក៏គាត់ជួលគេទេហើយបើជួលគេតើមានកុងត្រារយៈពេលប៉ុន្មានព្រោះនៅសល់កុងត្រារយៈពេលប៉ុន្មានអញ្ចឹងបងប្អូននៅសល់កុងត្រារយៈពេលប៉ុន្មានអញ្ចឹងបើសិនជាកុងត្រាហ្នឹងនៅសល់ត្រឹម2ឆ្នាំឬក៏1ឆ្នាំអីហ្នឹងតើកុងត្រាហ្នឹងមានបន្តទៀតអត់យល់ទេចប់2ឆ្នាំគេឈប់ជួលឲ្យយើងហើយអញ្ចឹងយើងទៅមើលសិនណាបងប្អូនអាហ្នឹងសំខាន់ណាសំខាន់ដូចគ្នាបងប្អូនអញ្ចឹងគាត់មាន option បន្តឆ្នាំឲ្យយើង5ឆ្នាំទៀត10ឆ្នាំទៀតឬក៏យ៉ាងម៉េចហើយរយៈពេលបង់រយៈពេលប៉ុន្មានគេថាមួយឆ្នាំឡើងមិនប៉ុន្មានឬក៏5ឆ្នាំវាឡើងម្ដងអីចឹងបងប្អូនត្រូវមើលច្បាស់ប្រយ័ត្នតែគេចូលអ្នកថ្មីអ្នកចាស់គេធម្មតាដល់ពេលចូលអ្នកថ្មីត្រូវឡើងថ្លៃ bidding នឹងខ្លាំងដែលយើងពិបាកទទួលយកអីចឹងបងប្អូនត្រូវសួរហើយនឹងទៅជួបម្ចាស់ bidding ផ្ទាល់ពេលដែលយើងតាក់ទងរឿងយើងមើលថា income មិនឬក៏យើងសួរគេហើយអស់បងប្អូនកុំភ្លេចឲ្យសោះរឿងហ្នឹងគឺសំខាន់ហើយមួយវិញទៀតណាបងប្អូនពេលដែលបងប្អូនទៅមើល income ហាងគេទៅមើលហាងអីក៏ដោយមិនថាហាងអ្នកណាក៏ដោយបងប្អូនកុំសូវទុកចិត្តម្ចាស់ហាងពេកចឹងខ្ញុំចង់មានន័យថាចាបងប្អូនធម្មតាទេគេម្ចាស់ហាងគេមិនដែរនិយាយគ្រាប់ពីហាងរបស់គេអញ្ចឹងយើងជឿខ្លះយើងមើលខ្លួនឯងខ្លះចឹងណាបងប្អូនកុំនិយាយថាគេប្រាប់កគេប្រាប់ខគេប្រាប់ងអត់ទេបងប្អូនយើងជាអ្នកទិញយើងត្រូវតែជឿអ្វីដែលយើងឃើញជាក់ស្ដែងប៉ុន្តែខ្ញុំអត់ដឹងទេថាពីមុនឮថាអ្នកខ្លះសិតរៀបលក់ហាងអីចឹងត្រូវទៅជួលអ្នកភូមិទៅជួយទិញអីចឹងណាបងខ្ញុំលើពីមុនទេប៉ុន្តែខ្ញុំផ្ដាំថាពេលដែលយើងទៅទិញយើងមើលចាក់ស្ដែងថាសួរគាត់ទៅហេតុអីបានគាត់លក់ income ប៉ុណ្ណឹងសមអត់យើងបានចម្លើយពីគាត់មកយើងគួរតែទៅសួរនាំអ្នកដែលគេមិត្តភក្តិយើងស្និទ្ធស្នាលអ្នកដែលគេធ្លាប់ឆ្លងកាត់ទៅសាកសមអត់អីអត់ទេចឹងហើយបើយើងធម្មតាខ្ញុំមិននិយាយថាម្ចាស់ហាងគាត់អាក្រក់អត់អីទេបងប្អូនធម្មតាគេមិនដែរប្រាប់ពីចំណុចអាក្រក់ពីហាងរបស់គេអញ្ចឹងយើងកុំពីថាយើងកុំជឿគេទាំងស្រុងណាបងប្អូនខ្ញុំជាអ្នកលក់ហាងហើយខ្ញុំក៏ធ្លាប់ជាអ្នកដើរទិញហាងគេពីមុនដែរបងប្អូនការខ្ញុំចាប់ផ្ដើមដំបូងខ្ញុំទិញហាងគេដូចគ្នាដែរអញ្ចឹងខ្ញុំធ្លាប់មានបទពិសោធន៍គួរសមដែរអញ្ចឹងណាបងប្អូនហើយពេលដែលបងប្អូនទៅទិញហើយសួរនាំពីហាងមួយទៅហាងមួយណាបងប្អូនកុំតែថាទៅមើលតែមួយហាងអីចឹងណាយើងសួរហាងច្រើនបន្តិចហើយយើងយកមកវិភាគគ្នាថាមួយណាល្អជាងសម្រាប់យើងអញ្ចឹងណាអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងបើមានសំណួរឬក៏ចំណុចអីទៀតបងប្អូនអាច comment ខាងក្រោមវីដេអូខ្ញុំចេញវីដេអូប្រាប់បន្ថែមទៀតអញ្ចឹងណាបងប្អូនអញ្ចឹងនៅជួបគ្នានៅវីដេអូក្រោយបងប្អូនបាយ